បាទសួស្តីនិងសូមស្វាគមន៍មកកាន់ការចែករំលែកចំណេះដឹងតមដាញ់គិសនីនៅក្នុងផ្ទះទាំងអស់គ្នាបាទជួបគ្នាជាមួយខ្ញុំបាន Mr. Ram ដងទៀតហើយហ្នឹងហើយនៅមានបងប្អូនមួយចំនួនគាត់នៅតែមិនតន់ចេះហើយក៏គាត់នៅតែសំណុំពរឲ្យខ្ញុំធ្វើពីបង្ហាញពីរបៀបនៃការភ្ជាប់ឬមួយការដំឡើងជាមួយប្រភេទ Digital ធម្មតាបានហើយបាទព្រោះកាលមុនខ្ញុំវីដេអូមួយខ្ញុំធ្វើតែនៃការដំឡើងជាមួយតែ Digital ឆក់លូតឬជាមួយ Voltage មួយ Digital កូនអញ្ចឹងណាបាទតែនេះគាត់ចង់ឲ្យបង្ហាញពីរបៀបភ្ជាប់ជាមួយ Digital ធម្មតាវិញម្ដងបាទធម្មតាតាមផ្ទះសាមញ្ញធម្មតាអញ្ចឹងណាហ្នឹងហើយអញ្ចឹងคลิปវីដេអូនេះខ្ញុំបង្ហាញទាំងពីរវិធីឬបង្ហាញទាំងពីររបៀបនៃការដំឡើងភ្ជាប់របស់ Digital ហ្នឹងឯងបាទទាំងពីររបៀបតែម្ដងបាទអញ្ចឹងដំបូងឡើយបងប្អូនត្រូវការរើសជាមួយ Digital មេបាទយើងត្រូវមាន Digital មេ Digital កូនចំពោះ Digital មេនេះគឺកុំដាក់តាមអំពែរបស់ខ្ញុំណាបាទអំពែមេរបស់ខ្ញុំមានតែ6អំពែទេព្រោះដោយសារខ្ញុំវាអត់មាន2ពេហើយមានអំពែធំណាខ្ញុំអត់មានអញ្ចឹងទៅខ្ញុំយកអានេះមកជំនួសដោយគាត់ឧទាហរណ៍ណាហ្នឹងហើយបើបងប្អូនប្រើភ្លើងបានអំពែគឺបងប្អូនរៀបតាមជាក់ស្ដែងហ្នឹងទៅបាទនេះខ្ញុំគាត់នឹងធ្វើការបង្ហាញទេបាទអញ្ចឹងតោះសូមមើលពីរបៀបទី1តើគេធ្វើយ៉ាងម៉េចបាទឥឡូវខ្ញុំបង្ហាញពីរបៀបទី1គឺបងប្អូនត្រូវការខ្សែបាទទៅធ្វើការខ្សែរៀបចេះក្នុងការកាត់ប៉ុងចេះបងប្អូនអាចធ្វើរបៀបផ្សេងក៏បានដែរអាចចង់និយាយថាកាត់មួយឲ្យប៉ុងគ្នាបន្តគ្នាក៏បានបើបងប្អូនធ្វើរបៀបចេះរត់តែល្អទៀតណាហ្នឹងហើយរត់តែល្អបើចឹងរត់តែល្អអញ្ចឹងតាក់ទងជាមួយ Digital មេសូមជម្រាបថាវាអត់ប្រកាន់នៅហ្វាទេណាទាំងពីរហ្នឹងចង់ដាក់ជើងខាងណានៅខាងណាហ្វាក៏បានដែរឥឡូវខ្ញុំសូមយកជើងខាងស្ដាំខាងឆ្វេងធ្វើជាដាក់ខ្សែខាងហ្វាណាហើយគេខ្សែហ្វាឬហៅថាបងប្អូនហៅខ្សែភ្លើងហ្នឹងណាអូខេហ្នឹងហើយបងប្អូនប៉ុងចេះមកណាគេនេះប៉ុងចេះមកយកខ្សែមកប៉ុងវាចេះមកណាប៉ុងពីមួយចូល Digital កូនចឹងមកបាទតមកទៀតបងប្អូនត្រូវតែរកខ្សែណឺតគឺហៅខ្សែម៉ាស់បាទសូមអធិស្ឋានផងដែរបើសារខ្សែម៉ាស់ពីច្រើនយកពណ៌ខ្មៅប៉ុន្តែដល់ខ្ញុំវាអត់មានពណ៌ខ្មៅអញ្ចឹងខ្ញុំជំនួសជាមួយខ្សែលឿងវិញណាខ្ញុំជំនួសខ្សែលឿងវិញហ្នឹងហើយវាដូចតែគ្នាទេគ្រាន់តែពណ៌នេះយើងគ្រាន់តែយើងធ្វើការចំណាំវាទេបាទអញ្ចឹងឥឡូវយើងសូមដាក់នៅជើងខាងនេះដែលយើងនៅសល់បាទបន្តមកទៀតគឺយើងមកភ្ជាប់គ្នាជាមួយរបានេះអញ្ចឹងបើអត់របានេះក៏បានដែរយើងមិនបាច់ភ្ជាប់មួយរបានេះក៏បានបើសិនក្នុងករណីខ្សែនៅឬខ្សែម៉ាស់ពូលខ្សែអីវាច្រើនពេកយើងអាចរួមគ្នាដុំគ្នាខាងក្រៅក៏បានដែររួមស្គុតដុំគ្នាខាងក្រៅក៏បានដែរណានេះគាត់ខ្ញុំធ្វើការបង្ហាញមើលបាទអូខេឥឡូវខ្ញុំធ្វើការភ្ជាប់រួចហើយបាទទេខាងបាទហើយភ្លើងគឺយើងចូលខាងលើចាប់ដងទៀតហើយខាងនេះគឺយកផ្នែកខាងភ្លើងណាគឺខ្ញុំយកផ្នែកខាងហ្វានេះខាងឆ្វេងណាទេបាទនេះខ្សែណឺតមកបាទខាងនេះខ្សែណឺតខ្សែហ្វាអានេះទៅបន្ទុកមួយខ្សែហ្វានេះទៅបន្ទុកមួយខ្សែហ្វាទៅបន្ទុកមួយហើយណឺតនេះគឺរួមខាងក្រៅណាណឺតនេះណឺតពូណឺតអីហ្នឹងគឺនៅរួមគ្នានៅខាងនេះទាំងអស់ណាគេបាទអានេះទៅបន្ទុកចឹងទៅបាទនេះគឺជាវិធីរបៀបទី1បាទឥឡូវសូមមើលពីរបៀបទី2របៀបទី2គឺយើងយកណឺតមកខាងនេះយកខាងណឺតមកខាងនេះក៏បានឬណឺតមកខាងនេះក៏បានដែរដូចមុនក៏បានដែរតែឥឡូវដើម្បីឲ្យបងប្អូនយល់ឥឡូវខ្ញុំដាក់ខាងណឺតខាងនេះបាទតែហើយមួយទៀតខ្ញុំត្រូវការខ្សែប៉ុងរបៀបចេះគឺយើងយកខ្សែប៉ុងគឺយកចេញពីខាងក្រោមវិញហ្នឹងហើយយើងចូលពីខាងក្រោមរបស់ Digital បាទគឺយើងយកពីខាងក្រោមវិញគឺហ្វាមេនេះបាទចូលទៅ Digital កូនពីមួយចឹងមកបាទហើយចំណែកអានេះចំណែកតទៅមួយភ្លើងមេនេះគឺយើងចូលពីខាងលើបានដូចគ្នាណាចូលពីខាងលើបានដូចគ្នាអត់ជាបញ្ហាទេបាទមួយទៀតតទៅជាមួយអា Digital អស់នេះគឺមានន័យថាវាអត់ប្រកាន់ជាមួយនឹងនៅហ្វាទេបាទវាអត់ប្រកាន់ជាមួយនៅហ្វាទេអញ្ចឹងចង់និយាយថាចង់យកភ្លើងហ្នឹងហើយចង់យើងនិយាយថាចង់ចូលភ្លើងពីខាងក្រោមក៏បានចង់ចូលពីខាងលើក៏បានដែរអញ្ចឹងគឺវាលោតបាត់ដូចគ្នាណាពេលទូសេមានបញ្ហាលោតដូចគ្នាទៅជាមួយមេនេះក៏ដូចគ្នាដែរបាទចង់ចូលភ្លើងពីខាងក្រោមហើយយកប្រើប្រាស់ទៅខាងលើវិញក៏បានដែរគឺយើងចង់និយាយថាយើងយកភ្លើងមកប៉ុងចេះហើយយើងយកភ្លើងចូលពីខាងក្រោមវិញក៏បានដែរណាអាមេបាទនិយាយរួមតាក់ទងជាមួយ Digital ទូសេលោតគឺអត់ប្រកាន់ទេចង់ចូលពីលើពីក្រោមបានដូចគ្នាណាហ្នឹងហើយអូខេឥឡូវការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការគ្រប់គ្រងបើមានការខុសឆ្គងរកចំណុចណាមួយមានការខុសឆ្គងសូមទីផ្សារទៅផងបាទជួបគ្នានៅវីដេអូក្រោយទៀត